បាទខ្ញុំសូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពបាទថ្ងៃនេះខ្ញុំសូមលើកឡើងនៅអត្ថបទទស្សនៈមួយដែលនិយាយអំពីលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសថៃបាទគឺបញ្ហាព្រំដែនកម្ពុជាត្រូវបានប្រើប្រាស់ជាអាវុធឃោសនាដ៏មានប្រសិទ្ធភាពដែលនាំឲ្យបកភូមិចៃថៃរបស់នាយរដ្ឋមន្ត្រីអនុទិនឆាន់វីរកុលបានទទួលជ័យជំនះក្នុងការបោះឆ្នោតនៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យទី8ខែកុម្ភៈកន្លងមកហើយលទ្ធផលនៃការបោះឆ្នោតនៅក្នុងប្រទេសថៃនេះគឺនឹងធ្វើឲ្យបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនឹងបន្តអូសបន្លាយក្នុងរយៈពេលយូរបាទប្រិយមិត្តទស្សនិកជនដោយដែលប្រិយមិត្តបានជ្រាបរួចមកហើយគឺថាការបោះឆ្នោតនៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026គឺថ្ងៃអាទិត្យម្សិលមិញបានបង្ហាញលទ្ធផលបឋមថាគណៈបកភូមិចៃថៃរបស់នាយរដ្ឋមន្ត្រីថៃលោកអនុទិនឆាន់វីរកុលបានទទួលជ័យជំនះក្នុងសម្លេងគាំទ្រយ៉ាងច្រើនលើសគណៈបកដែលជាដៃគូប្រកួតប្រជែងផ្សេងទៀតបាទខណៈដែលការរាប់សញ្ញាឆ្នោតស្ទើរតែបញ្ចប់នៅថ្ងៃច័ន្ទទី9ខែកុម្ភៈនេះកោជបថៃបានប្រកាសថាគណៈបកភូមិចៃថៃទទួលបានអាសនៈប្រហែលជា192ធៀបទៅនឹងគណៈបកប្រជាជនថៃដែលទទួលបាន117អាសនៈនិងគណៈបកភឿថៃរបស់ក្មួយលោកថាក់ស៊ីននឹងទទួលបាន74អាសនៈបាទខ្ញុំសូមជម្រាបជូនប្រិយមិត្តទស្សនិកជននៅពេលនេះថាអាសនៈដែលខ្ញុំបានជម្រាបជូនខាងលើនេះគឺនឹងប្រែប្រួលដោយសារថាការរាប់សញ្ញាឆ្នោតនៅក្នុងប្រទេសថៃហ្នឹងគឺមិនទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយទេបាទហើយលទ្ធផលនៃការបោះឆ្នោតជាផ្លូវការក្នុងប្រទេសថៃហ្នឹងក៏មិនទាន់ត្រូវបានប្រកាសដែរបើយ៉ាងណាក៏ដោយបើទោះបីជាគណៈបកភូមិចៃថៃមិនទាន់ទទួលបានអាសនៈភាគច្រើនដាច់ខាតនៅឡើយទេដែលតាមច្បាប់នៅក្នុងប្រទេសថៃត្រូវការយ៉ាងតិចបំផុត251អាសនៈក្នុងចំណោម500អាសនៈនៅរដ្ឋសភាក៏ប៉ុន្តែគណៈបកនេះស្ថិតនៅក្នុងជំហរដ៏រឹងមាំបំផុតក្នុងការដឹកនាំរដ្ឋាភិបាលថៃនៅអាណត្តិ5ឆ្នាំបន្តទៅទៀតនឹងត្រូវបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណៈបកដទៃទៀតចំណែកមេដឹកនាំបកប្រជាជនដែលជាគណៈបកបដូរឈ្មោះមកពីគណៈបក Move Forward គឺលោកណាត់ថាភុងបានប្រកាសនៅថ្ងៃច័ន្ទនេះគឺទទួលស្គាល់លទ្ធផលបោះឆ្នោតនិងអះអាងថាគណៈបកប្រជាជនថៃនឹងមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណៈបកភូមិចៃថៃរបស់នាយរដ្ឋមន្ត្រីអនុទិនឡើយគណៈបកប្រជាជនថៃដែលបង្កើតឡើងដោយក្រមយុវជនជាគណៈបកបែបប្រជាធិបតេយ្យចំនួនថ្មីបានប្រកាសថានឹងធ្វើជាបកប្រឆាំងបាទប្រិយមិត្តទស្សនិកជនលទ្ធផលបោះឆ្នោតនេះបានបង្ហាញយ៉ាងច្បាស់ថាគោលនយោបាយជាតិនិយមជ្រុលរបស់គណៈបកនាយរដ្ឋមន្ត្រីអនុទិនដែលចុងក្រោយនេះបានយកបញ្ហាព្រំដែនជាមួយកម្ពុជាធ្វើជាត្រីមុខមានទាំងការបង្កើតសង្គ្រាមបើកការវាយប្រហារយ៉ាងសាហាវឃោឃៅចូលទឹកដីកម្ពុជាកំទេចបំផ្លាញមិនរើសមុខលើទីតាំងភូមិស្រុកផ្ទះរបស់ប្រជាជនមានទាំងស្ពានផ្លូវថ្នល់មន្ទីរពេទ្យសាលារៀនអស់រយៈពេល21ថ្ងៃរហូតដណ្ដើមកាន់កាប់ទឹកដីកម្ពុជាយ៉ាងហោចណាស់14កន្លែងក្នុងខេត្តព្រះវិហារឧត្តរមានជ័យខេត្តបន្ទាយមានជ័យនិងនៅខេត្តពោធិ៍សាត់តាមព្រំដែនហ្នឹងគឺពិតជាទទួលបានផលរហូតជួយឲ្យគណៈបករបស់អនុទិនឈ្នះឆ្នោតយ៉ាងប្រកបមែនបានលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសថៃនេះក៏សបញ្ជាក់ថាប្រជាជនថៃភាគច្រើនមិនមែនជាអ្នកស្រឡាញ់សន្តិភាពឡើយពលគឺប្រជាជនថៃភាគច្រើនដែលបោះឆ្នោតឲ្យគណៈបកភូមិចៃថៃរបស់នាយរដ្ឋមន្ត្រីអនុទិនពេលនេះគឺគាំទ្រឲ្យថៃបើកការវាយប្រហារឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជាដោយគ្មានខ្មាស់អៀននិងគ្មានញញើតច្បាប់អន្តរជាតិអ្វីទេបាទជារួមទៅលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសថៃពេលនេះជាសញ្ញាមិនល្អប៉ុន្មាននោះទេសម្រាប់ស្ថានភាពរវាងកម្ពុជានិងថៃមូលហេតុព្រោះថាគណៈបករបស់នាយករដ្ឋមន្ត្រីអនុទិនឈ្នះឆ្នោតក៏ដោយសារតែការបំផុសចលនាជាតិនិយមជ្រុលដោយគណៈបកនេះបានលើកយកការធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាកាលពីខែធ្នូកន្លងមកដោយអះអាងថាថៃទទួលបានជ័យជំនះជាអ្នកការពារបូរណភាពទឹកដីនិងបានទាមទារដីថៃមកវិញតាមរយៈ
ទីហ៊ានថៃឈរជើងនិងកាន់កាប់ទឹកដីកម្ពុជានៅតាមព្រំដែនអំឡុងពេលឃោសនាបោះឆ្នោតគណៈបកភូមិใจថៃរបស់នាយករដ្ឋមន្ត្រីអនុទីនក៏បានប្រកាសសន្យាថានឹងលុបចោលកិច្ចព្រមព្រៀងព្រំដែនជាមួយកម្ពុជាឆ្នាំ2000ដែលគេហៅថា MOU ឆ្នាំ2000ហើយថៃនឹងមិនសុំបើកព្រំដែនជាមួយកម្ពុជាឡើងវិញនោះទេជាដើមបាទយ៉ាងណាក៏ដោយសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យម្សិលមិញគឺជាប់បកណាក៏ដូចតែគ្នាទេបាទប្រិយមិត្តទូទស្សនិកជននៅក្នុងប្រទេសថៃនឹងអំណាចពិតប្រាកដគឺស្ថិតនៅលើស្ដេចនិងក្រមយោធាចូលមើលគណៈបកភឿថៃរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនកន្លងមកយើងឃើញជាក់ស្ដែងហើយបាទបើនាយករដ្ឋមន្ត្រីរូបណាមិនធ្វើតាមស្ដេចនិងក្រមយោធាទេគឺមិនអាចនៅដឹកនាំបានឡើយហើយម្យ៉ាងទៀតបើសិនជាលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី8ខែកុម្ភៈម្សិលមិញហ្នឹងជាប់គណៈបកប្រជាជនថៃដែលជាគណៈបកកែតម្រង់បែបប្រជាធិបតេយ្យបែបថ្មីឬក៏ជាប់គណៈបកភឿថៃវិញគឺថាប្រហែលជានឹងមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាននោះទេបាទយើងឃើញឧទាហរណ៍កន្លងមកក្នុងការបោះឆ្នោតកន្លងមកដែលគណៈបក Move Forward បាទដែលទើបបដូរឈ្មោះជាគណៈបកប្រជាជនថៃកាលពីបោះឆ្នោតលើកមុនហ្នឹងគឺបានឈ្នះឆ្នោតក៏ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបានឡើយបាទគណៈបកនេះគឺថាមានគោលនយោបាយមួយកែតម្រង់បន្ថយអំណាចយោធារួមទាំងអំណាចស្ដេចបាទចំណាយក៏ដោយយើងវិលមកលទ្ធផលបោះឆ្នោតនេះវិញគឺថាអ្វីដែលសំខាន់ពេលនេះគឺនៅត្រង់ថាជ័យជំនះរបស់អនុទីនដែលជានាយករដ្ឋមន្ត្រីដឹកនាំគណៈបកភូមិใจថៃពេលនេះបង្ហាញថាចំនួនព្រំដែនកម្ពុជានិងថៃនៅតែរកមិនឃើញសន្តិភាពពេញលេញឡើយបើស្ថានភាពល្អប្រសើរនោះគឺថាទាហានថៃត្រឹមតែឈរជើងនៅលើទឹកដីកម្ពុជាដែលពួកវាបានដណ្ដើមកាន់កាប់តាមរយៈការរីលូបន្លានិងដាក់ទូកុងតឺន័រនៅក្រោយការអនុវត្តបទជូបាញ់បាទកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025បាទហើយស្ថានភាពល្អប្រសើរចាប់ពីពេលនេះទៅមុខទៀតហ្នឹងគឺត្រឹមតែទាហានថៃហ្នឹងបន្តដើររាយលុះបន្លានិងដឹកទូកុងតឺន័របន្តដាក់ថែមតាមទំនើងចិត្តរបស់ពួកវានៅតំបន់ដែលពួកវាយល់ថាគឺជាទឹកដីរបស់ថៃក៏ប៉ុន្តែបើស្ថានភាពមិនល្អវិញគឺថានៅតាមព្រំដែនកម្ពុជាថៃហ្នឹងអាចនឹងផ្ទុះសង្គ្រាមជាលើកទី3ទី4និងជាបន្តបន្ទាប់ទៅទៀតតាមតែការចង់បង្កើតរឿងរបស់ថៃនៅគ្រប់ពេលបាទដូច្នេះកម្ពុជាយើងត្រូវរំពឹងលើសមត្ថភាពខ្លួនឯងឲ្យបានច្រើនបាទសម្រាប់ថៃគឺថាបកណាក៏នៅតែចង់បានដីខ្មែរដដែលដែរមានន័យថាជាប់ឆ្នោតទៅលើគណៈបកនយោបាយណាក៏ថៃនឹងនៅតែចង់បានដីខ្មែរដែរប៉ុន្តែកម្ពុជាក៏បានដឹងខ្លួនច្បាស់ដែរក្នុងរឿងហ្នឹងគឺថាក្រោយសង្គ្រាម2លើកកន្លងមកក្រៅពីពង្រឹងខាងយោធានិងការទូតហើយកម្ពុជាក៏បានពង្រឹងសម្ព័ន្ធភាពត្រីភាគីឲ្យកាន់តែរឹងមាំតាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំកម្ពុជាវៀតណាមនិងមេដឹកនាំឡាវនៅក្នុងពេលតែមួយនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី6និងថ្ងៃទី7ខែកុម្ភៈក្នុងនោះមានទាំងកិច្ចប្រជុំត្រីភាគីរវាងគណៈដឹកនាំកម្ពុជាគណៈបកដឹកនាំប្រទេសនៅជាប់ព្រំដែនទាំង3ផងបាទជារួមទៅបញ្ហាព្រំដែនកម្ពុជានិងថៃតាមរយៈលទ្ធផលនៃការបោះឆ្នោតក្នុងប្រទេសថៃកាលពីថ្ងៃទី8ខែកុម្ភៈហ្នឹងនឹងបន្តអូបន្លាយតជំនាន់ដោយកាលពីអតីតកាលច្រកព្រំដែនប្រាសាទព្រះវិហារបានបិទចាប់តាំងពីឆ្នាំ2008គឺក្រោយពីថៃបង្ករឿងហើយបង្កើតសង្គ្រាមជាមួយនឹងកម្ពុជានៅព្រំដែនប្រាសាទព្រះវិហារកាលនោះបាទមួយវិញទៀតបញ្ហាទឹកដីនេះតាមរយៈការបោះឆ្នោតនៅក្នុងប្រទេសថៃពេលនេះទៀតក៏បានคล้ายទៅជាគោលនយោបាយនិងជាអាវុធឃោសនាដ៏ស័ក្តិសិទ្ធិសម្រាប់គណៈបកនយោបាយនៅក្នុងប្រទេសថៃដើម្បីយកឈ្នះការបោះឆ្នោតក្រៅពីវាយប្រហារដោយពាក្យសម្ដីហើយចុងក្រោយថៃបានបើកការឈ្លានពានដោយអាវុធគ្រប់ធន់ព្រមទាំងយន្តហោះចម្បាំងបាញ់ផ្លោងទម្លាក់គ្រាប់បែកបើកការវាយប្រហារមកលើកម្ពុជាយ៉ាងឃោរឃៅគឺគណៈបកថៃនោះរឹតតែមានអ្នកគាំទ្រខ្លាំងឡើងនេះក៏ដោយសារតែថៃបានកាឡៃនិងបំភ្លៃប្រវត្តិសាស្ត្រ
ហើយបងរៀនដល់កូនចៅរបស់ពួកគេគឺថៃបង្ហាញនិងបង្រៀនត្រឹមតែពេលដែលថៃបាត់បង់ទឹកដីនៅពេលបារាំងចូលមកធ្វើអាណាព្យាបាលនៅកម្ពុជានៅឆ្នាំ1863និងក្រោយសង្គ្រាមលោកលើកទី2តែថៃមិនបានបង្ហាញនិងបង្រៀនការពិតទៅដល់កូនចៅជំនាន់ក្រោយរបស់ពួកគេអំពីការកកើតទឹកដីថៃតាំងពីដំបូងរួមទាំងការដណ្ដើមកាន់កាប់យកទឹកដីកម្ពុជានិងប្រទេសជិតខាងមុននឹងក្លាយជាប្រទេសថៃនោះឡើយបាទប្រិយមិត្តទូទស្សនិកជនពាក់ព័ន្ធទៅនឹងការបោះឆ្នោតនៅក្នុងប្រទេសថៃនេះគឺអត្ថបទទស្សនៈរបស់ខ្ញុំពេលនេះគឺបង្ហាញត្រឹមតែថាលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសថៃដែលយើងដឹងជាបឋមនេះគឺគណៈបករបស់លោកនាយរដ្ឋមន្ត្រីអនុទិនឆាន់វីរៈគុលនឹងគណៈបកភូមិចៃថៃបានទទួលជ័យជំនះបាទក្នុងសម្លេងគាំទ្រយ៉ាងច្រើនលើសពីគណៈបកដែលជាដៃគូប្រកួតប្រជែងផ្សេងទៀតបាទនៅអត្ថបទក្រោយខ្ញុំនឹងលើកបង្ហាញថាតើការបង្កើតរដ្ឋាភិបាលចម្រុះដឹកនាំដោយគណៈបកភូមិចៃថៃរបស់នាយករដ្ឋមន្ត្រីអនុទិននឹងកើតចេញតាមរបៀបណាបាទដូច្នេះសូមប្រិយមិត្តទូទស្សនិកជនតាមដានទស្សនានៅវីដេអូក្រោយខ្ញុំសូមអរគុណបាទ